ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកសិក្សាភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាចឹងថ្ងៃនេះយើងមកសិក្សាពីចំណុចបន្ទាប់ពីថ្ងៃមុនគឺទៅលើពាក្យថា how many ចឹងសំណួរថាតើពាក្យនេះមានន័យថាម៉េចហើយយើងប្រើក្នុងន័យបែបណាយើងមកតាមដានសិក្សាមេរៀនរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងយើងមើលសំណួរនេះម្ដង how many វាជាសំណួរមួយយ៉ាងដែលសួរអំពីចំនួនអញ្ចឹងយើងមើលការប្រើប្រាស់របស់វាណាគេដាក់ថា we use how many to ask about the number of countable nouns យើងប្រើសំណួរ how many នេះដើម្បីសួរអំពីចំនួននៃនាមដែលយើងអាចរាប់បានអូខេបញ្ជាក់ណានាមវាមានពពួករាប់បាននិងរាប់មិនបានតែករណីយើងប្រើនេះទៅលើតែពពួកនាមដែលរាប់បានតែប៉ុណ្ណោះអញ្ចឹងយើងមើល structure គឺទៅលើសំណង់ល្បះរបស់យើងតើយើងទៅសេយ៉ាងម៉េចដើម្បីមានសំណួរ how many នេះឲ្យត្រូវជាមួយនឹងក្បួនវេយ្យាករណ៍ភាសាអង់គ្លេសអញ្ចឹងយើងមាន how many បូកជាមួយពពួក plural noun ហើយបូកជាមួយនឹង are there ឬក៏ are អញ្ចឹងទៅហើយបូកជាមួយនឹង subject របស់យើងអូខេអញ្ចឹងប្រភេទសំណួរបែបនេះគឺ subject យើងនៅខាងក្រោយវិញអូខេឧទាហរណ៍ដូចជាសំណួរទី1 How many students are there in the class តើមានសិស្សចំនួនប្រមាណនាក់នៅក្នុងថ្នាក់យើងឃើញទេអឺតពីគេហៅថាsorry ជាការរំលឹកមេរៀនលើកមុនគឺយើងប្រើthere is there ណានៅពេលដែលយើងចង់និយាយថាមានអ្វីមួយអញ្ចឹងសំណួរនេះក៏អាចប្រើបានជាមួយនឹង how many ដូចគ្នា sorry ពាក្យមួយនេះក៏អាចប្រើជាមួយនឹង how many ដូចគ្នាដែលយើងចង់ដឹងថាតើមានចំនួនប៉ុន្មានអូខេបន្ទាប់យើងមាន how many chairs are in the room អូខេតើមានកៅអីចំនួនប៉ុន្មាននៅក្នុងបន្ទប់ក្រឡេកមើលសំណួរទាំងពីរនេះអីដែលមានដូចគ្នាគឺបន្ទាប់ពី how many ទៅគឺយើងឃើញមាន plural noun ដូចគ្នាយើងហៅថាពពួកនាមភោវចនៈណា chairs ក៏មាន s students ក៏មាន s ដែរអូខេអញ្ចឹងយើងចេះសួរតើដល់ពេលយើងឆ្លើយថាម៉េចអញ្ចឹងដល់ពេលដែលយើងឆ្លើយគឺយើងអាចប្រើ there is there are មកវិញដើម្បីឆ្លើយតបនឹងសំណួរខាងលើឬក៏យើងអាចឆ្លើយជាចំនួនតែម្ដងឧទាហរណ៍ដូចជា how many students are there in the class there are 5អូខេអញ្ចឹងយើងឃើញទេចំនួនដែលអាចលើសពី2ឡើងទៅគឺយើងប្រើជាមួយ there are ប៉ុន្តែបើមានតែម្នាក់ទេយើងអាចប្រើ there is ហ្នឹងទៅដូចករណីខាងក្រោមបើសិនជាយើងមិនចង់ប្រើ there is there យើងអាចឆ្លើយចំនួនតែម្ដងដូចជា only one អញ្ចឹងទៅឬក៏បើមិនមានសោះគឺយើងអ្នកនរគ្នាអាចឆ្លើយថា there aren't any គឺយើងបដិសេធទាំងស្រុងថាអត់មានវត្តមានអីមួយនៅក្នុងនោះទេអូខេអឺ common mistakes បញ្ហាដែលជាកំហុសទូទៅឧទាហរណ៍ដូចជា how many water are there សំណួរនេះគឺខុសដោយសារ water គឺជាប្រភេទនាមរាប់មិនបានភាសាអង់គ្លេសគេហៅវាថាជាពពួក uncount noun ករណីបែបនេះគឺយើងមិនអាចប្រើ how many បានទេប៉ុន្តែបើយើងចង់ដឹងថាតើទឹកមានចំនួនប៉ុន្មានអ្នកនាងអាចប្រើសំណួរមួយទៀតគឺ how much ដោយសារតែ how much ខុសពី how many ត្រង់ថាយើងប្រើ how much ដែលសួរអំពីចំនួនឬក៏បរិមាណរបស់នាមដែលយើងរាប់មិនបានអូខេអញ្ចឹងនេះគឺជាករណីពិសេសអ្នកនាងអាចសិក្សាបន្ថែម how much water is there តើមានទឹកប៉ុន្មាននៅទីនេះអញ្ចឹងទឹកកន្លែងនេះវាជាប្រភេទ uncountable noun តោះឥឡូវយើងមាន mini quiz មួយសម្រាប់អ្នកនរគ្នាធ្វើការមើលហើយក៏ដូចជាឆ្លើយចម្លើយអ្នកនរគ្នានៅខាងក្រោមវីដេអូនឹងបានសំណួរទី1 How many ចុច are there in your family អឺអ្នកនរគ្នាតើយើងគួរដាក់ពាក្យអី Number 2 How many ចុច on the table យើងមានពាក្យ a book ហើយនិងមានពាក្យ books អូខេចំណែកឯ C How many students ចុច in the class យើងមាន are យើងមាន is អូខេតើយើងយកចម្លើយមួយណាហើយយើងគួរបំពេញពាក្យអីចូលអញ្ចឹងណាសូមក complete comment ចម្លើយអ្នកគ្នានៅខាងក្រោមវីដេអូនឹងផងហើយយើងជួបគ្នាជាមួយនឹងវីដេអូផ្សេងទៀតនៅពេលក្រោយទៀតអរគុណច្រើន